នៅក្នុង clip ខ្លីនេះខ្ញុំកណ្ដាអាត្មាភាពសូមចែករំលែកពាក្យចំនួន5ហើយពាក្យចំនួន5នេះមានដូចតទៅអញ្ចឹងពាក្យទី1យើងមើលមកគឺពាក្យថា Philomath IPA គឺសំដៅដល់ International Phonetic Alphabet អញ្ចឹង IPA របស់វាយើងអានថា Philomath អញ្ចឹងអាកន្លែង TH កន្លែងនោះអាកន្លែង symbol H គឺសំឡេង S ហើយអត្ថន័យរបស់វាយើងមានន័យថា someone who is passionate about acquiring knowledge and constantly seeking to learn new things រួចមកពាក្យទី2យើងបញ្ចេញសំឡេងថា Nemophilist អញ្ចឹង Nemophilist មានន័យថា someone who loves forests or woods for their beauty and peacefulness ហើយពាក្យទី3 Esperancer អញ្ចឹងបើយើងអានតាម IPA យើងអាចបញ្ចេញសំឡេងបាន2គឺយើងអានថា Esperancer ឬក៏ Esperancer អញ្ចឹងដោយមានន័យថា hope the belief or expectation that something good will happen in the future often accompanied by patience and trust ហើយពាក្យចុងក្រោយយើងមើលពាក្យថា Opgerofal ចឹងយើងមើល IPA របស់វាគឺ Opgerofal ចឹង Opgerofal មានន័យថា a person who loves sunsets ចឹងនរណាម្នាក់ដែលចូលចិត្តការមើលថ្ងៃលិចអីហ្នឹងគេហៅថា Opgerofal យើងអាចសួរបានថា Are you an Opgerofal